ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែកម្លែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាមួយនឹងការ connect មើល map ទៅលើរថយន្ត Mitsubishi Triton អញ្ចឹងចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាជាដំបូងក្នុងការ connect ទៅលើការមើល map រថយន្ត Mitsubishi Triton មួយគ្រឿងនេះយើងត្រូវការទាមទារជាមួយនឹងខ្សែសាកទូរស័ព្ទដែលយើងអាចដោតបានជាមួយនឹងដោយ USB ក៏ដូចជា Type C ហើយចំពោះការ connect យើងអាច connect ជាមួយនឹង Apple CarPlay ឬក៏ Android Auto បានទាំងទូរស័ព្ទ iOS ឬក៏ Android Auto បាទអញ្ចឹងឥឡូវខ្ញុំតេស្តជាមួយនឹងទូរស័ព្ទ iOS សិនដើម្បី connect ជាមួយនឹង Apple CarPlay ជាមួយនឹងការមើល map ទៅលើ screen របស់រថយន្តយើងផ្ទាល់តែម្ដងបាទអញ្ចឹងយើងសាកតែម្ដងទៅបាទឥឡូវយើងដោតឌុយបន្ទាប់ពីយើងដោតឌុយហើយគឺយើងឃើញមានសញ្ញា Apple CarPlay បង្ហាញនៅផ្នែកខាង screen នៃរថយន្តយើងផ្ទាល់អញ្ចឹងយើងចុចលើសញ្ញានេះតែម្ដងទៅបាទបន្ទាប់ពីយើងចុចហើយគឺវាមាន load ផ្ទាំងអក្សរមួយអញ្ចឹងមានន័យថាយើងអាច connect បានទេដល់តែយើងបើកទៅលើប្រព័ន្ធ Siri នៅក្នុងទូរស័ព្ទដៃយើងសិនបាទអញ្ចឹងជំហានដំបូងគឺយើងត្រូវចូលទៅលើក្នុង setting នៃទូរស័ព្ទយើងសិនដើម្បីយើងបើកប្រព័ន្ធ Siri នេះទើបយើងអាច connect ទាក់ទងជាមួយនឹងការមើល map នៅលើ screen នេះតបានបាទយើងចុចលើ setting នេះតែម្ដងទៅបាទបន្តមកទៀតយើង scroll ចុះក្រោមយើងរកពាក្យថា Apple Siri នេះបាទដែលមានរូបខាងនេះបាទបន្តមកវិញទៀតគឺយើងចូលកន្លែងទី2ដែលគេនិយាយពី Talk and Tap to Siri បាទយើងចូលកន្លែងហ្នឹងទៅបន្តមកទៀតគ្រាន់តែយើងចុចលើប៊ូតុងនេះទៅគឺអាចបើកទៅលើប្រព័ន្ធមុខងារ Apple CarPlay បានហើយបាទ Enable Siri ទៅបាទនេះយើងបានបង្ហាញតាក់ទងជាមួយនឹងការ connect បានជោគជ័យហើយបើយើងចង់មើល map យើងអាចចុចទៅលើ Google Map ដើម្បីមើល map បានបាទនេះគឺជាវីដេអូនៃការបង្ហាញការ connect ទៅលើ Apple CarPlay ក៏ដូចជា Android Auto ទៅលើរថយន្ត Mitsubishi Triton បាទអរគុណវីដេអូមានតែប៉ុណ្្នឹង Drive your ambition Mitsubishi Motors